ើការដើរលេងផ្សារទំនើបមានអត្ថប្រយោជន៍អីយើងហើយអត្ថប្រយោជន៍ហ្នឹងយកពីវាមិនខ្លះហើយបើទៅមានតែទៅចាយលុយហ្នឹងអ្នកទាំងគ្នាគិតដូចខ្ញុំចឹងហ្នឹងនេះជាគំនិតរបស់ខ្ញុំពីមុនមកគឺខ្ញុំគិតចឹងហើយខ្ញុំជឿថាបច្ចុប្បន្នហ្នឹងក៏នៅតែមានអ្នកគិតអញ្ចឹងបើសិនជាអ្នកទាំងគ្នាកំពុងតែគិតអញ្ចឹងអ្នកទាំងគ្នាបញ្ឈប់ការគិតអញ្ចឹងទៅដោយសារតែខ្ញុំផ្ទាល់គឺខ្ញុំជាអ្នកគិតអញ្ចឹងហើយបទពិសោធន៍ខ្ញុំផ្ទាល់ជាក់ស្ដែងគឺខ្ញុំធ្វើការនៅក្នុងផ្សារទំនើបហ្នឹងតែម្ដងគឺធ្វើនៅក្នុងផ្សារទំនើបហើយជាក់ស្ដែងអ្វីដែលខ្ញុំគិតហ្នឹងគឺវាផ្ទុយស្រឡះអ្វីដែលខ្ញុំទទួលបានរាល់ថ្ងៃគឺបទពិសោធន៍និងបរិបទសង្គមជុំវិញខ្លួនយើងចេះបត់បែនតាមកលៈទេសៈពិសោធន៍ចំណេះដឹងការយល់ដឹងគំនិតច្នៃប្រឌិតជាច្រើនហើយមានការប្រកួតប្រជែងការរកស៊ីការធ្វើទីផ្សារហើយយើងជួបមនុស្សប្រកែជាច្រើនមនុស្សដែលមានសមត្ថភាពហើយអ្វីដែលយើងឃើញហ្នឹងវានឹងធ្វើការផ្លាស់ប្ដូរការគិតរបស់យើងហ្នឹងឲ្យយើងមកងាកមកមើលខ្លួនឯងវិញហើយពេលហ្នឹងហើយពេលដែលយើងស្គាល់ខ្លួនឯងយើងដឹងថាយើងជាអ្នកគេហើយយើងដឹងថាយើងអត់ចេះអីយើងខ្សោយអីយើងជាអ្នកគេនៅពេលយើងដឹងថាយើងអត់ចេះអីគឺយើងលែងហ៊ានធ្វើអីផ្លេចផ្ដាស់តាមតែចិត្តយើងដូចមុនណាយើងនឹងចេះសម្របខ្លួនតាមបរិបទសង្គមតាមកលៈទេសៈពេលហ្នឹងហើយជាពេលដែលយើងផ្លាស់ប្ដូរខ្លួនឯងពេលដែលយើងស្គាល់ខ្លួនឯងពិតប្រាកដអញ្ចឹងវាជាបទពិសោធន៍ខ្ញុំមួយដែលធ្វើឲ្យខ្ញុំស្គាល់ខ្លួនឯងដល់សប្តាហ៍ហ្នឹងសរុបមកអ្នកទាំងគ្នាអាចយកផ្សារទំនើបជាកន្លែងដែលអ្នកទាំងគ្នាហ៊ានសូត្រជាកន្លែងដែលអ្នកទាំងគ្នាស្វែងយល់ពីបរិបទសង្គមហើយជាកន្លែងដែលមានសុវត្ថិភាពហេតុអីបានខ្ញុំនិយាយថាផ្សារទំនើបគឺជាកន្លែងដែលមានសុវត្ថិភាពដោយសារតែអ្នកទាំងគ្នាដើមម្នាក់ឯងក៏មានតែគេមកធ្វើអីអ្នកទាំងគ្នាបានដែរក៏មានតែគេមកប៉ះពាល់អ្នកទាំងគ្នាបានដែរតែបើសាក់អ្នកគ្នាដើរចេញក្រៅម្នាក់ឯងទៅវាងទៅមកទលេអីមួយអ្នកទាំងគ្នាទលាសុវត្ថិភាពអ្នកទាំងគ្នាគិតថាមានសុវត្ថិភាពអត់អញ្ចឹងមិនប្រកាសថាដើមម្នាក់ឯងហ្នឹងគឺគ្រោះថ្នាក់ឯងសំខាន់អាស្រ័យលើខ្លួនយើងចេះនាំខ្លួនយើងទៅកន្លែងណាដែលមានសុវត្ថិភាពអត់